គ្រូតនៅខាងក្រូចឆ្មាបាទចាឥឡូវនេះថាមិនទាន់ទេបងប្អូនសុំថាលេខទូកសិនបាទលេខទូកចា140មកបន្តគ្នាតែម្ដង158ខ្សែទឹកខាងក្រៅខ្សែទឹកខាងក្រៅជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមលោកអញ្ញាអ៊ូឆៃចាលោកជំទាវសុខវិសាអុកញ៉ាឡោកដរិទ្ធនិងលោកជំទាវសុខរស្មីហាក់ដូចជាមានព្រៀបហើយចា158ព្រៀបដៃតែម្ដងរីឯទូកបន្តនេះលេខខ្សែទឹកខាងក្នុង157បាទ152គូ79គូមុននេះចាគូមុន160នេះគឺគូទី80ខៀវតីស្អាតអណ្ដាតក្រហមខៀវតីស្អាតអណ្ដាតក្រហមព្រះគ្រូចៅអធិការវត្តជើងឯកបានន័យថាទទួលបានជ័យជំនះបាទចាទទួលបានជ័យជំនះទៅលើសន្ធររាំងសីបារមីតេជោអញ្ចឹងគឺមកការគិតកាត់គ្នាបាទសម្រាប់គូទី79និងគូទី80សន្ធររាំងសីបារមីតេជោដែលមកពីវត្តសន្ធររាំងសីទទួលបានការឧបត្ថម្ភមើលថែទាំពីព្រះគ្រូចៅអធិការវត្តផ្ទាល់តែម្ដងនិងពុទ្ធបរិស័ទចំណុះជើងវត្តចារីឯរនឯកសែនជ័យបារមីសេរីមង្គលជួនខ្លាំងបងប្អូនមកអើយបងប្អូនជួយមើលគ្នាប្រកៀកប្រកាត់គ្នាមែនតែម្ដងហើយមកច្រើនណាស់ក្រុមការងារជួយបើជួយទីយើងខ្ញុំមិនដឹងនិយាយពីអីទេបើតាមលេខរៀងយើងឃើញថាជ្រៃសែនវាសនាជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមបាទខ្សែទឹកខាងក្នុងបដូរហើយខេមរាមានជ័យខ្សែទឹកខាងក្រៅត្បូងឃ្មុំបាទឥឡូវនេះមកមុននេះបងមកមុននេះគឺហ្នឹងហើយត្រូវម៉ាច់ហ្មងជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមចារបស់អ្នកអុកញ៉ាអ៊ូឆាយនិងលោកជំទាវសុខវិសាហើយដំឡោកដរិទ្ធនិងលោកជំទាវសុខច័ន្ទរស្មីយ៉ាងទទួលបានជ័យជំនះជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមទទួលបានជ័យជំនះសូមចាត់គូក្រោយមួយទៀតបាទគូក្រោយមួយទៀត157 157 ចា160បាទ150នាំមកហើយ160ខៀវតីស្អាតអណ្ដាតក្រហមរបស់គ្រូចៅអធិការនៃចំណុះជើងវត្តចាមកពីខាងវត្តជើងឯកចាគ្រូចៅអធិការវត្តជើងឯកចាំបាញ់មិញហាក់ដូចជាឈ្នះទៀតហើយបាទឥឡូវយើងត្រឡប់ទៅគូខាងក្រោយ